ជីវប្រវត្តិរបស់ព្រះសិលត្ថេរលោកសង្គ្រោះចូលនៅក្នុងចំណោមព្រះសិទ្ធិអតីតមហាសាវកផងដែរព្រះសិលត្ថេរជាព្រះថេរៈមួយរូបដែលជាអ្នកមានបរិវារច្រើនពេលដែលលោកចេញបួសគឺចេញបួសព្រមជាមួយនឹងបរិវារក្នុងពេលតែមួយព្រមគ្នាក្រៅអំពីនោះលោកបានទទួលនៅកិត្តិយសអំពីលោកនេតដោយសង្គ្រោះនៅលោកចូលទៅក្នុងចំណោមព្រះអតីតមហាសាវកបានដល់នៅសាវកធំរបស់ព្រះលោកនេតទាំង80អង្គជីវប្រវត្តិរបស់ព្រះសិលត្ថេរមានរឿងសម្ដែងគួរឲ្យចាប់អារម្មណ៍ផងជីវប្រវត្តិនៅក្នុងបច្ចុប្បន្នជាតិរបស់ព្រះសិលត្ថេរដោយសម្ដែងនៅក្នុងអដ្ឋកថាបរមត្ថទីបនីដែលអដ្ឋកថាបានអធិប្បាយសម្ដែងបាលីនៃគម្ពីរខត្តនិកាយគាថាមានន័យថា